នេះគឺជាវីដេអូមួយពីការប្រើប្រាស់និងការដំឡើងរបស់ Contact Screen Switch ជំហានដំបូងយើងចូលទៅកាន់ App Store ឬមួយក៏ Play Store រួចចូលទៅកន្លែង Search និង Search ពាក្យថា Tuya Smart រួចចុច Download Tuya Smart និងធ្វើការរងចាំវាបន្តិចសិននៅពេល Download ហើយយើងចូលទៅក្នុង App កន្លែងនេះយើងចុចពាក្យ Allow និងចុច Allow ម្ដងទៀតរួចអូសមកឆ្វេងនិងចុចពាក្យ Try it now រួចចុចពាក្យ Sign up និងធ្វើការដាក់ email របស់លោកអ្នករួច tick កន្លែងក្រោមនេះមួយនិងចុចពាក្យ Get Verification Code កន្លែងនេះយើងត្រូវបំពេញកូដឲ្យវាផ្ញើសារមកកាន់ email របស់យើងកុងតាក់នេះគឺប្រើភ្លើងទំហំ220ដល់240 វ៉ុលចំពោះកុងតាក់មួយនេះគឺប្រើ module ប្រវែងប្រមាណ5សង់ទីម៉ែត្រជាមួយនឹងជម្រៅប្រវែង2សង់ទីម៉ែត្រកន្លះដើម្បីដំឡើងជាមួយនឹងកុងតាក់មួយនេះយើងគាស់ប្រអប់វាចេញសិនមកការគាស់នោះយើងត្រូវគាស់ចុះក្រោមដើម្បីកុំឲ្យឆ្កូតជាមួយនឹងអេក្រង់ខាងលើកុងតាក់មួយនេះគឺជាកុងតាក់3ចុចអញ្ចឹងដើម្បីពងខ្សែភ្លើងយើងយកខ្សែមេឬមួយក៏ខ្សែដែលមានភ្លើងមកពងជាមួយនឹងអក្សរ L ចំពោះកន្លែងអក្សរ N គឺយើងពងជាមួយនឹងខ្សែដែលមានម៉ាស់ហើយពងខ្សែភ្លើងឲ្យបានត្រឹមត្រូវខ្សែ L ជាមួយរុន L ខ្សែ N ជាមួយរុន N ជាវាងការផ្ទុះសេចំពោះ L1 L2 L3 គឺយើងពងជាមួយនឹងខ្សែអំពូលដើម្បីពងខ្សែភ្លើងយើងគ្រាន់តែយកខ្សែភ្លើងនឹងមកដល់ចំរុននីមួយៗមករួចធ្វើការមូលខ្សែជាការស្រេចហើយចំពោះរុនផ្សេងគឺយើងពងតាមវិធីនឹងដូចគ្នាចំពោះកុងតាក់មួយនេះយើងអាចប្រើជាប់ជាងក៏បានឬមកក៏យើងប្រើជាមួយនឹង case ក៏បានដែរសម្រាប់ក្នុងវីដេអូនេះគឺយើងប្រើជាមួយនឹង case រួចធ្វើការមូលខ្សែវាជាប់ទាំងសងខាងរួចយកស្ទះរបស់វាមកកឹបជាមួយនឹង module ខាងក្រោមហើយយកវាទៅដល់ភ្លើងជាការស្រេចចំពោះតួកុងតាក់មួយនេះគឺធ្វើឡើងពីកញ្ចក់ដែលយើងអាច touch screen បានហើយមានចាប់ពី1ចុចរហូតដល់3ចុចហើយ frame របស់វាវិញគឺធ្វើឡើងពី frame អាលុយមីញ៉ូមកុងតាក់មួយនេះគឺ built in ជាមួយនឹង sensor អញ្ចឹងនៅពេលដែលវារលត់យើងគ្រាន់តែកវាដៃឬមកយើងដើរកាត់គឺវានឹងធ្វើការបើក automatic ឯងហើយដើម្បីធ្វើការ set up យើងឆ្កត់ប៊ូតុងទី1ឲ្យជាប់រហូតដល់វាលុតភ្លើងដូរពណ៌អញ្ចឹងនៅពេលដែលវាលោតចូល pairing mode ហើយយើងចូលទៅកាន់ hub របស់យើងរួចចុចសញ្ញាបូកនិងចុចពី add new device និងធ្វើការរងចាំវាបន្តិចសិនរួចចុច next មកនិងចុច done តែប៉ុណ្្នឹងគឺយើង add device បានជោគជ័យហើយយើងអាចធ្វើការបិទកុងតាក់នីមួយៗទាំង3ចុចនឹងតាមរយៈទូរស័ព្ទដៃបានដូចគ្នាយើងអាចធ្វើការសេរីកុងតាក់នីមួយៗឬមកក៏យើងចង់ធ្វើការបិទទាំងអស់និងបើកទាំងអស់ក៏បានដែរដើម្បីធ្វើការដូរឈ្មោះរបស់កុងតាក់នីមួយៗយើងចង្កត់លើកុងតាក់ណាមួយឲ្យជាប់ទៅយើងអាចធ្វើការដូរឈ្មោះដាក់ឈ្មោះណាដែលយើងចង់ដាក់ចំពោះអក្សរយើងអាចដាក់បាន8ខ្ទង់ប៉ុន្តែជៀសវាងជាមួយនឹងអក្សរខ្មែរនិង emoji ផ្សេងៗយើងក៏អាចជ្រើសរើស icon ដើម្បីធ្វើការសម្គាល់ទៅលើអំពូលមួយនឹងបានដូចគ្នាអញ្ចឹងនៅពេលដែលយើងដូរឈ្មោះហើយវាក៏បង្ហាញនៅក្នុងអេក្រង់ដែរចំពោះនៅក្នុង setting វិញយើងអាចធ្វើការមើលជាមួយនឹង switch lock ដែលវាបង្ហាញពីព័ត៌មានផ្សេងៗចំពោះកុងតាក់មួយនេះដែលវាមានថ្ងៃខែនិងម៉ោងដែលបង្ហាញអំពីការបិទនិងបើករបស់កុងតាក់ហើយកន្លែង backlight មួយនេះវិញក៏យើងអាចធ្វើការសេរីកម្រិតភាគរយរបស់ពន្លឺដែលវាបញ្ចេញមកអញ្ចឹងបើយើងដាក់ 100% វាបញ្ចេញមកកាន់តែភ្លឺចំពោះកន្លែង on color នេះគឺយើងអាចធ្វើការដូរពណ៌នៅពេលដែលកុងតាក់បើកដែលវាមានរហូតដល់5ពណ៌ដែលយើងអាចជ្រើសរើសពណ៌នីមួយៗមានដូចជាក្រហមខៀវបៃតងសជាមួយនឹងពណ៌លឿងចំពោះកន្លែង off color វិញគឺជាកន្លែងសេរីពណ៌នៅពេលដែលកុងតាក់បិទចំពោះកន្លែង backlight switch mini វិញបើយើងធ្វើការបិទទៅគឺវាធ្វើការបិទភ្លើងចេញពីអេក្រង់ចំពោះមុខងារឆាល lock មួយនេះវិញបើយើងបើកទៅគឺការពារកុងតាក់ពីក្មេងៗចុចប៉ះពាល់ដែលវាធ្វើការបិទដំណើរការរាល់ touch ទាំងអស់របស់កុងតាក់ប៉ុន្តែដើម្បីបិទមុខងារមួយនឹងវិញគ្រាន់តែយើងចុចប៊ូតុងមួយនឹងឲ្យច្រើនតង់ទៅគឺវាធ្វើការបិទហើយដើម្បីធ្វើការបង្កើត scene យើងចូលកន្លែង scene ទៅរួចចុចសញ្ញាបូកនិងចុច create scene រួចចុចពាក្យ launch tab to run ដើម្បីធ្វើការបញ្ជាតាមរយៈសំឡេងរួចចុច add task និងចុច device រួចចុច select a single device កន្លែងនេះរើសកុងតាក់របស់យើងមកគឺ Zigbee Siri Gang Screen Switch រួចរើស switch ដែលយើងចង់ធ្វើការបញ្ជាមកនៅពេលរើសហើយយើងចង់ឲ្យវាបិទក៏បានបើកក៏បានដែរបើចង់ឲ្យវាបើកចុច on មករួចចុច confirm រួចចុច save និងដាក់ឈ្មោះ scene របស់យើងមួយរួចចុច confirm បន្ទាប់មកចុចពាក្យ add to series និងចុច scene ដែលយើងបានបង្កើតមិញហ្នឹងកន្លែងនេះយើងអាច customize ពាក្យដែលយើងអាចនិយាយបានអញ្ចឹងយើងដាក់ពាក្យណាដែលយើងស្រួលហៅបានហើយរួចចុច save មកតែប៉ុណ្្នឹងគឺយើងអាចបញ្ជាតាមរយៈសំឡេងបានហើយ
បើយើងចង់បង្កើតសៀនវាបិទបើកនៅពេលដែលយើងមកដល់ផ្ទះក៏បានដែរអញ្ចឹងយើងចុចកន្លែង van location នេះមករួចចុចពាក្យ arrive at រួចរើសទីតាំងដែលយើងចង់ដាក់មកនិងចុច confirm រួចចុចពាក្យ add task និងចុច device រួចចុច select a single device និងចុចទៅលើកុងតាក់របស់យើងមករួចរើស switch ណាមួយដែលយើងចង់ធ្វើការបញ្ជារួចចុចពាក្យ on និងចុច confirm រួចធ្វើការដាក់ឈ្មោះ SIM របស់យើងមួយនិងចុច confirm អញ្ចឹងតែប៉ុណ្្នឹងនៅពេលដែលយើងមកដល់ផ្ទះគឺវានឹងធ្វើការបើកកុងតាក់របស់យើងហើយដើម្បីធ្វើការដាក់ schedule កុងតាក់យើងចុចកន្លែងនេះមករួចចុចសញ្ញាបូកនិងចុច schedule យើងអាច schedule ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយយើងសេរីម៉ោងដែលយើងចង់ធ្វើការ schedule អញ្ចឹងឧទាហរណ៍ខ្ញុំ schedule ខ្ទង់ម៉ោង 6 កន្លះរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយកន្លែងនេះយើងអាចធ្វើការរើស switch ដែលយើងចង់ធ្វើការ schedule ឲ្យវាបើកឬមួយក៏បិទបើយើងចង់ឲ្យវាបើកចុច open បើចង់ឲ្យបិទចុច close រួចចុច save មកនិងចុច save ម្ដងទៀតអញ្ចឹងតែប៉ុណ្្នឹងរៀងរាល់ថ្ងៃម៉ោង 6 កន្លះគឺ switch របស់ខ្ញុំធ្វើការបើកទាំងអស់ហើយដើម្បីភ្ជាប់ជាមួយនឹងកុងតាក់ឆ្លងឆ្លើយយើងចុចទៅក្នុងកុងតាក់របស់យើងនៅ app Tuya រួចចុចសញ្ញាខ្មៅដៃនៅខាងលើបន្ទាប់មកអូសទៅខាងក្រោមនិងចុច Multi Control Association ចំពោះកុងតាក់របស់ខ្ញុំគឺកុងតាក់ 3 ចុចអញ្ចឹង switch ទាំង 3 ហ្នឹងយើងរើស switch ណាមួយមករួចចុចសញ្ញាបូករួចរើសកុងតាក់ទី 2 ដែលយើងចង់ធ្វើការ connect ជាមួយឧទាហរណ៍ខ្ញុំរើសកុងតាក់ 2 ចុចរបស់ខ្ញុំអញ្ចឹងដោយសារតែវាមាន switch 2យើងរើស switch ណាមួយមកតែប៉ុណ្្នឹងគឺរួចរាល់ហើយអញ្ចឹងយើងអាចធ្វើការបញ្ជាពីកុងតាក់មួយទៅកុងតាក់មួយបានហើយដើម្បីធ្វើការ reset យើងឆ្កត់ទៅលើ switch ណាមួយឲ្យជាប់ទៅរហូតដល់វាលោតភ្លើងដូរពណ៌នៅពេល reset ហើយយើងអាចធ្វើការ set up ម្ដងទៀតតាមរយៈ app Tuya Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ